បាទបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូមុនយើងបានមើលអំពីភាពដែលការប្រើប្រាស់នៅ Game Master AI នេះឲ្យវាលឿនឲ្យវា powerful តាមរយៈការប្រើ chat បូកជាមួយនឹង company ឥឡូវយើងបូកថែមមួយទៀតដើម្បីឲ្យងាយស្រួលសឹងនិយាយទៅមិនបាច់ទៅសេហ្មង មិនបាច់ទៅសេហ្មងបងប្អូនទាំងអស់គ្នាចូលមកប្រើ Game Master AI មិនបាច់ទៅសេមកប្រើ3នេះផ្គូគ្នាទី1គឺយើងចាប់ទាក់ទងនឹង Chat AI Expert ទី2គឺ library prompt របស់យើងហើយនឹងទី3គឺជាមួយនឹង company ហើយនឹង product បាទចាប់3នឹងបញ្ចូលគ្នាតែម្ដងបាទអញ្ចឹងបងប្អូនសឹងតែមិនបាច់ទៅសេទេមិនបាច់ទៅសេ prompt ទេគឺ prompt ពាក្យបញ្ជាហ្នឹងគឺយើងមានហើយស្រាប់បាទមានហើយស្រាប់ហើយទៅសេហ្នឹងគឺបានគ្រប់ជ្រុងជ្រោយទៀតបាទអូខេឥឡូវយើងទៅមើលរបៀបប្រើនេះដែលវាងាយហើយវា powerful ទៀតបាទបងប្អូនទាំងអស់គ្នាឥឡូវយើងមកដល់ system យើងវិញហើយមែនតើនេះ screen នេះគឺនៅសល់តពីវីដេអូមុនណាបាទវីដេអូមុនគឺយើងបានភ្ជាប់ជាមួយនឹង Chat AI Expert ជាមួយនឹងក្រុមហ៊ុនហើយនឹងផលិតផលមែនតើនៅក្នុងវីដេអូនេះថែមតែបន្តិចទៀតទេបើបងប្អូនទាំងអស់គ្នាអត់ទាន់ទៅណានៅ screen នឹងដដែលណាតពីវីដេអូមុនគឺយើងថែមតែកន្លែង prompt library នេះបាទ prompt library នេះបាទយើង select prompt library មកគឺនៅក្នុងនេះមាន prompt ទាំងអស់តែម្ដងបាទអូខេឥឡូវខ្ញុំសារឡើងវិញបាទខ្ញុំសារឡើងវិញណាខ្ញុំសារឡើងវិញថាតើយើងទៅភ្ជាប់ទាំង3ហ្នឹងយ៉ាងម៉េចបាទជាទូទៅពេលយើងចូលមកគឺយើងភ្ជាប់ជាមួយនឹង default prompt របស់យើងបែបនេះបាទអញ្ចឹងដើម្បីយើងភ្ជាប់3បញ្ចូលគ្នាគឺ Chat AI Expert បូកជាមួយនឹង prompt បូកជាមួយនឹង company ហើយនឹង product បាទអញ្ចឹងទី1គឺយើងចូលទៅក្នុង Chat AI Expert បាទ Chat AI Expert ហើយយើងទៅចាប់យកនៅexpert ដែលយើងចង់ប្រើបាទអញ្ចឹងខ្ញុំចូលទៅដដែលខ្ញុំប្រើ marketing ដដែលបាទហើយខ្ញុំយក master ប៊ុនហៀងនេះដដែលបាទ master ប៊ុនហៀងដដែលបាទអញ្ចឹងយើងចូលមកគឺចាប់នៅ chat ចាក់របស់យើងបែបនេះអញ្ចឹងយើងអាចបន្ថែម chat ថ្មីរបស់យើងមកបាទបន្ថែម chat ថ្មីបាទរួចហើយគឺយើងទៅធ្វើអីបាទទៅភ្ជាប់ក្រុមហ៊ុនសិនបាទភ្ជាប់ក្រុមហ៊ុនហើយនឹងផលិតផលសិនបាទអញ្ចឹងខ្ញុំ search រកក្រុមហ៊ុនរបស់ខ្ញុំមកគឺ Coach Me Online ហើយ product របស់ខ្ញុំចាប់ជាមួយនឹង accounting document ឬក៏យើងយក all business នេះក៏បានដែរបាទ all business ក៏បានដែរបាទហើយខ្ញុំយក all business តែម្ដងទៅបាទអញ្ចឹងបើសិនជាមាន product ច្រើនគឺចាប់មកទាំងអស់តែម្ដងបាទអូខេអញ្ចឹងខ្ញុំ apply បាទអញ្ចឹងបាន2ណាបាទបាន2ហើយបាន2គឺស្មើនឹងវីដេអូលើកមុនហ្នឹងឯងវីដេអូមុនហ្នឹងឯងបាទឥឡូវយើងបន្ថែមបន្តទៀតគឺជាមួយនឹង prompt library របស់យើងនេះបាទអញ្ចឹងខ្ញុំ select prompt library មកបាទអញ្ចឹងនៅក្នុងនេះគឺមានតាម category ផងដែរបាទគេទៅចងឲ្យស្រាប់មកតែម្ដងបាទចងស្រាប់តែម្ដងបាទអញ្ចឹងឥឡូវនេះពាក់ព័ន្ធជាមួយនឹងការងារ marketing បាទអញ្ចឹងខ្ញុំអាចចូលមក social media ឬក៏ខ្ញុំចូលមក content អីចឹងទៅបាទអញ្ចឹងយើងអាចប្រើក្នុងចំណោមហ្នឹងបាទអញ្ចឹងខ្ញុំប្រើសម្រាប់បង្ហោះខ្ញុំចូលមក social media បាទ social media តែម្ដងអញ្ចឹងយើងមាន Instagram caption យើងមាន Facebook post idea បាទនិយាយទៅយើងលែងចំណាយពេលក្នុងការទៅសេទៀតហើយបាទទៅសេ content ហ្នឹងគឺលែងទៅសេហើយទៅសេ prompt ហ្នឹងក៏លែងទៅសេទៅទៀតបាទលែងទៅសេទៀតគឺ insert យកតែម្ដងបាទឥឡូវយើងមើលនេះ Facebook post idea បាទអញ្ចឹងខ្ញុំយកហ្នឹងតែម្ដងទៅបាទ insert បកមកបាទអញ្ចឹងអក្សរគឺចាប់មកទាំងអស់តែម្ដងឥឡូវយើងអានមើលបន្តិចទៅ create file Facebook post idea បាទ for brand បាទ for brand នេះយើងមិនបាច់បញ្ចូលទេបាទគឺយើងភ្ជាប់ហើយបាទយើងភ្ជាប់ហើយបាទ involve user generated content encourage follower to share experience បាទនៅក្នុងនេះទៅសេឲ្យអស់ហើយបាទពេលខ្លះយើងគិត
យើងគិតអត់ដល់ប៉ុន្តែខាងengineer យើងគឺគាត់គិតឲ្យអស់ហើយបាទគាត់គិតឲ្យអស់ហើយសរសេរទុកឲ្យហ្មងបាទ product survey feature based submission use emotion hashtag to make the post more engaging បាទគឺ include មកអស់ហើយខ្ញុំខ្លួនឯងក៏ខ្ញុំគិតអត់ដល់អានឹងដែរបាទអញ្ចឹង yeah ចាប់អារម្មណ៍តែដំបូងនេះមក create file Facebook post ID បាទអញ្ចឹងនិយាយទៅខ្ញុំអត់មានទៅសេអីទេដូចបើបងប្អូនទាំងអស់គ្នាចុចតាមខ្ញុំគឺយើងអត់មានទៅសេអីទេគឺចាប់តែmaster របស់យើងចាប់ក្រុមហ៊ុននិងផលិតផលហើយចាប់តាក់ទងនឹង prompt របស់យើងនេះមកតែម្ដងបាទអញ្ចឹងចុចសុតហ្មងចុចសុតចុចបញ្ជូនមកបាទចេញមកហើយនេះបាទចេញមកហើយហាញអំពីជំនាញគណនេយ្យរបស់អ្នកបាទនេះនេះចេញមកនេះសូមស្វាគមន៍សិស្សថ្មីរបស់យើងបាទនៅក្នុង context នៃការបរៀនទាំងអស់បាទចែកម្លែកភាពជោគជ័យរបស់អ្នកបាទនេះសុទ្ធតែនៅក្នុង context នៃការបង្រៀនទាំងអស់តែម្ដងហើយបង្រៀនគណនេយ្យទៀតភាសា Coaching Online គឺបង្រៀនគណនេយ្យករបាទអញ្ចឹងចេញមកគឺនៅក្នុង context ហ្នឹងតែម្ដងបាទអញ្ចឹងគ្រាន់តែចុចអត់មានន័យទៅសេ link បាទអញ្ចឹងអានេះគឺជាដូចថាថាមពលនៃការប្រើ AI របស់ខ្មែរយើងនេះបាទចងមកឲ្យអស់លេងអត់មានហត់នៅក្នុងការសរសេរនៅក្នុងការអីទេចុចបក់គឺយកទៅប្រើតែម្ដងបាទអូខេអញ្ចឹងខ្ញុំបង្ហាញប៉ុណ្ណឹងហើយបងទាំងអស់គ្នាសាកធ្វើតាមខ្ញុំមើលហើយបើសិនជាបាន content ល្អៗអាចចែកម្លែកមកខ្ញុំមើលផងបាទសូមអរគុណ